អូយនេះជាបរិភិនិចរបស់ខ្ញុំមិនមែនអញថាក្រុមហ៊ុនឌីងសេងនេះអញជាអ្នកបង្កើតដោយផ្ទាល់ដៃទេហើយមានរឿងអីទៅហ្នឹងអញជាមនុស្សដែលគ្រួសារពួកខ្ញុំបណ្ដេញចេញពីផ្ទះដល់ថ្នាក់សំបីលុយជួលផ្ទះក៏គ្មានបងដែររាល់ថ្ងៃស៊ីតែមីកញ្ចប់មិនអាចបដូររូបរាងភ្លាមខ្លាចជាប្រធានក្រុមហ៊ុនឌីងសេងបានទៅប្រកាសជាបានទៅគេងជាមួយបរិសុទ្ធចំណាស់ណាស់ក្រុមហ៊ុនធំប៉ុណ្ណេះស្រាប់តែគ្មានហេតុផលអ្វីទៅជាអញ្ចឹងពីគឹមខាងទៀតប្រកាសជាអាយុ70 80ហើយប្រពន្ធកាលនោះអញដឹកមកទៅគឺពួកគេដែលបានបណ្ដេញអូនចេញពីផ្ទះធ្វើឲ្យអូនទៅរស់នៅតាមចិញ្ចើមផ្លូវកាលនោះលោកប្រធានសិនត្រូវបានពួកអ្នកបណ្ដេញចេញពីផ្ទះលើការដឹកជញ្ជូនអាហារដើម្បីសន្សំលុយបាយឆ្នាំសម្រាប់អាជីវកម្មរហូតដល់ក្រុមហ៊ុនចុះបញ្ជីនៅក្នុងដល់ពេលនេះខ្លាចជាអ្នកមានបំផុតនៅយ៉ាងចឹងមនុស្សដូចពួកអ្នកដែលចេះតែគិតចង់បានផ្លូវកាត់មិនយល់សោះថាពាក្យថាស៊ូគេសរសេរយ៉ាងម៉េចទេហឺការងារជោគជ័យហើយម៉េចក៏នៅតែមិនអាចគ្រប់គ្រងប្តីរបស់ខ្លួនឯងបានដដែលគាត់ក្នុងមួយខែមានពេលជាងពាក់កណ្ដាលគឺនៅតែគាត់អប់ដែរខ្ញុំរយប់តែគាត់មិនដែលនិយាយពីអញសោះនាងស្រីឈួតហ៊ាននិយាយផ្ដេសផ្ដាស់ទៀតខ្ញុំវាអញស្លាប់ហើយសៀយូហាំងគឺគួរឲ្យស្អប់មែនតែមនុស្សដែលគួរឲ្យស្អប់បំផុតគឺនៅតែអញជាប្រុសសោះកើតរឿងអីគិតតែចេះទម្លាក់កំហុសច្រើនឆ្នាំហើយមិនរីកចម្រើនបន្តិចសោះកាលនោះខ្ញុំពិតជាខ្វាក់ភ្នែកមែនបានជារៀបការជាមួយមនុស្សដូចឯងប្រពន្ធសម្លាញ់ខ្ញុំខុសហើយអញចង់ដាក់ទោសខ្ញុំយ៉ាងណាក៏បានតែរឿងមួយហាមដាច់ខាត់កុំចាក់ចេញពីខ្ញុំប្តីខិតក្បត់មានតែមិនដែលឬរាប់មិនអស់ការរៀបការនេះខ្ញុំលែងដាច់ខាត់សេងយត់អញពិតជាចិត្តដាច់ម្លេះមិនទុកឱកាសឲ្យខ្ញុំបន្តិចសោះឱកាសអញគិតថាអញសមនឹងទទួលបានឬបានហើយលែងលះក៏បានតែទ្រព្យសម្បត្តិទាំងអស់ត្រូវចែកគ្នាពាក់កណ្ដាលខ្ញុំនឹងមិនចុះហត្ថលេខាទេរយៈពេលពិចារណាការលែងលះរួមទាំងរឿងក្តីក្តាមតូចធំគ្រប់គ្រាន់នឹងអូសអ្នកឲ្យស្លាប់ជាពិសេសបើឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងអ្នកមិនខ្លាចក្រុមហ៊ុនហើយក៏មិនខ្លាចអ្វីដែរគ្រាន់តែមានរឿងអវិជ្ជមានបន្តិចបន្តួចអ្នកយ៉ាងហោចណាស់នឹងចាញ់ក្តីសៀវយូហាំងអ្នកចង់យករបស់នេះមកគំរាមខ្ញុំឬអញ្ចឹងអ្នកមើលនេះទៀតទៅអញ្ចឹងអ្នកមើលនេះសិនអ្នកបានផឹកក្បត់ក្នុងអាពាហ៍ពិពាហ៍ព្យាយាមរៀបការត្រួតលួចយកទ្រព្យសម្បត្តិក្រុមហ៊ុនរាប់មិនអស់ដងទៅឲ្យអ្នកទី3ភស្តុតាងជាក់ស្ដែងឥឡូវនេះអ្នកត្រូវតែចុះហត្ថលេខាហើយចាក់ចេញដោយគ្មានអ្វីសោះឬយើងដោះស្រាយគ្នានៅតុលាការដល់ពេលនោះមិនត្រឹមតែសងលុយទេថែមទាំងជាប់គុកទៀតផងប្រពន្ធឲ្យយើងជាប្តីប្រពន្ធនឹងគ្នាសូមអូនអភ័យទោសឲ្យបងផងបងទើបតែនិយាយលេងទេសៀវយូហឺឈប់ធ្វើពុតទៀតទៅទ្រព្យសម្បត្តិទាំងអស់ដែលក្នុងឈ្មោះអ្នកខ្ញុំបានឲ្យគេបង្កក់អស់ហើយនេះទៀតអ្នកបានប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធយើងតែបានជូនហ្វាងយូផ្ទះគ្រឿងអលង្ការនិងលុយសុទ្ធខ្ញុំនឹងយកមកវិញតាមច្បាប់ទាំងអស់រឿងខុសខើមនុស្សធម៌នេះគឺអ្នកជាអ្នកបង្កគ្រាន់តែរុញខ្ញុំដល់ផ្លូវតច្រកខ្ញុំជាអ្នករុញអ្នកដល់ផ្លូវតច្រកទេដឹងទាំងអស់នេះគឺអ្នកសមនឹងទទួលពិតជាមិនឲ្យខ្ញុំមានឱកាសបន្តិចសោះមែនឥឡូវនេះអ្នកគ្មានលុយមួយកាក់សោះអ្នកមានសិទ្ធិអីមកកត់ថ្លៃជាមួយខ្ញុំនៅទីនេះខ្ញុំមិនដេញដល់រឿងផ្លូវច្បាប់ជាមួយអ្នកទេនេះជាការយកបំផុតរបស់ខ្ញុំហើយល្អហើយបើអ្នកមិនព្រមទេខ្ញុំគិតថានឹងបានរួចខ្លួនអីឡាណូ hair care គឺជាប្រភេទសាប៊ូកាត់សក់ឯកទេសព្យាបាលសរសៃសក់ខូចយ៉ាងមានប្រសិទ្ធភាពសម្រាប់បងប្អូនដែលមានបញ្ហាសក់ខូចសក់ជ្រូកសក់បៃចុងសក់សំពងសូមជ្រើសប្រើជាមួយឡាណូ hair care បងប្អូនប្រើត្រឹមតែលើកទី1នឹងទទួលបានសក់ទន់រលាស់ក្លិនក្រអូបប្រហើរនិងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងសាប៊ូកាត់សក់ឡាណូអ្នកឯកទេសថែរក្សាសរសៃសក់ល្អបំផុតដែលលោកអ្នកនឹកស្មានមិនដល់ចឹងកុំបន្ទោសខ្ញុំថាមិនយុត្តិធម៌អីសិនចង់ស៊ីវសៀនឯណាទៅស៊ីយូរឿងអ្នកស្ងប់ស្ងាត់បន្តិចទៅអ្នកមានលក្ខខណ្ឌអ្វីយើងអាចពិភាក្សាគ្នាបានឥឡូវខ្លាចហើយប្រាប់អ្នកថាអះហោះឥឡូវឲ្យតែខ្ញុំសម្រាប់អ្នកបានទ្រព្យសម្បត្តិក្រុមហ៊ុនផ្ទះឡានទាំងអស់គឺជារបស់ខ្ញុំឈប់កុំចូលមកនរណាហ៊ានចូលមកឥឡូវសម្រាប់វាទៅស៊ីអញគិតច្បាស់ទៅយើងគ្រាន់តែលេងលេះគ្នាធម្មតាទេតែទង្វើរបស់អញឥឡូវនេះបានខ្លាចជាបទក្រិតព្រមទុនទៅហើយអញចង់ចំណាយពាក់កណ្ដាលជីវិតក្រោយនៅក្នុងនោះមែនទេឥឡូវខ្ញុំគ្មានផ្លូវថយក្រោយទេសម្រាប់អញទៅខ្ញុំនៅតែអាចធ្វើអ្វីតាមចិត្តចង់បានចំណែកឯងអ្វីបានចប់ហើយលោកប្រធានសិនមិនអីទេសិនជីអញរៀនវិជ្ជាការពារខ្លួននេះតាំងពីពេលណាការទើបចាប់ផ្ដើមអាជីវកម្មជួលទីតាំងល្អមិនបានអាចជួលបានតែភូមិក្នុងក្រុងដើម្បីកុំឲ្យមានក្មេងទំនើងពីមុនអញតែងតែថាអញរវល់ពេកមិនអាចមកទទួលខ្ញុំបានមានអ្នកណាការពារខ្ញុំក៏ត្រូវរៀនការពារខ្លួនឯងទៅលោកអ្នកគ្រប់គ្រងវាងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមបានហើយលោកប្រធានសិននេះមិនមែនស៊ីយូឡុងទេខ្លួនឯងមករកគេទេតើពួកយើងក៏មិនបាច់ដើររកអ្នកគ្រប់ទីកន្លែងទៀតទេពួកអ្នកជាអ្នកណាហាលោកប្រធានស៊ីលោកជាមនុស្សសំខាន់ច្រើនតែភ្លេចខ្លាំងកាលពីកន្លះម៉ោងមុនអ្នកទើបតែខ្ចីលុយ50លានពីពួកយើងមិនទាន់បាន1ម៉ោងផងតែបែរជាភ្លេចលុយ50លានទៅវិញខ្ញុំខ្ចីតែ30លានទេ30លានជាប្រាក់ដើមពុកនឹង20លានសម្រាប់ថ្លៃធានាថ្លៃសេវានិងការប្រាក់ដែលបានគិតទុកជាមួយបញ្ចូលគ្នាមិនមែនបាន50លានទេតោះពួកយើងទៅពិនិត្យផ្ទះអាគារ Central Public Bay Unit 2001គឺនៅទីនេះមែនទេនោះជាផ្ទះរបស់ខ្ញុំអ្នកខ្ចីលុយគឺស៊ីយូហាងមិនពាក់ព័ន្ធនឹងខ្ញុំទេអ្នកទៅរកគាត់មុនទៅកុំលូកលាន់ផ្ទះខ្ញុំផ្ទះនេះខ្ញុំទិញដោយលុយខ្លួនឯង
ឥឡូវគ្រាន់តែយកវាទៅដោះស្រាយបញ្ហាបន្ទាប់អ្នកអាចសង្វិញបានទេលើបណ្ណកម្មសិទ្ធិផ្ទះសរសេរឈ្មោះខ្ញុំគឺជាផ្ទះរបស់ខ្ញុំបញ្ហាដែលអ្នកបង្កអ្នកទៅដោះស្រាយដោយខ្លួនឯងទៅព្យាយាមគាត់ខ្ញុំអីខ្ញុំអង្វរលោកគុំយកផ្ទះពួកយើងទៅគ្រួសារយើងមានតែផ្ទះមួយនឹងទេបើយកសោទៅពួកយើងនឹងគ្មានផ្ទះសម្បែងទេខ្ញុំអង្វរគុំយកទៅអាយ៉ានេះមិនមែនជាលោកសិននាយកក្រុមហ៊ុន Dingson ទេអ្នកក៏នៅទីនេះដែរលោកនេះហាក់ដូចជាប្តីរបស់អ្នកអញ្ចឹងខ្ញុំបានដាក់ពាក្យបណ្ដឹងលែងលះរួចហើយពួកយើងគ្មានទំនាក់ទំនងអ្វីទៀតទេតាមឡើយខ្ញុំគ្រាន់តែនាំបងប្អូនមកមើលផ្ទះប៉ុណ្ណោះក្នុងពេលអ្នកនឹងលែងលះជាមួយគេហើយ50លាននេះជាប្រកាសណាស់ថាគេមិនអាចសង្វិញបានទេកុំយូរពេកបងប្អូនចូលទៅផ្ទះកន្លែងហាត់ប្រាណមិនអនុញ្ញាតឲ្យទៅទេបើពួកឯងចង់បានលុយទៅរកគេទៅបើសិនជាគេសងមិនរួចវាបំបត្តិជើងគេទៅកុំនិយាយថាផ្ទះរបស់ខ្ញុំល្អចំពោះអ្នកណាអីការបូកម៉ាត់ល្បីរបស់អ្នកតើខ្សែពេជ្រណាមួយដែលខ្ញុំមិនបានទិញឲ្យអ្នកខ្ញុំបានសរសេរផ្ទះនេះដាក់ឈ្មោះអ្នកជាពិសេសគឺគ្រាន់តែចង់ឲ្យអ្នកមានផ្ទះមួយចុះអ្នកវិញដើម្បីតែផ្ទះមួយនេះអ្នកថែមទាំងចង់វាបំបត្តិជើងខ្ញុំទៀតឯងស្ម័គ្រចិត្តតើខ្ញុំនៅជាមួយឯង3ឆ្នាំហើយខ្ញុំលះបង់យុវវ័យឲ្យឯងអស់ត្រឹមផ្ទះមួយហ្នឹងឬសូមមើលលោកប្រធានសិនខ្ញុំអង្វរលោកក្នុងនាមយើងជាបងប្អូនស្រីសូមជួយខ្ញុំផងខ្ញុំមិនអាចគ្មានផ្ទះបានទេខ្ញុំខុសហើយប្រពន្ធបងខុសហើយបងប្រើកម្មពិតក៏ព្រោះតែខ្ញុំធ្លាប់មួយពេកប៉ុណ្ណោះសូមឯងជួយបងសងលុយផងមិនអីចឹងទេបងពិតជាគ្មានផ្លូវរូបទេឃើញទេលោកប្រធានសិនមិនជួយឯងទេបងប្អូនទៅធ្វើការ